បងប្អូនទាំងអស់គ្នាធ្លាប់ពិបាកក្នុងការដែលអ្នកទាំងអស់គ្នាលាបពណ៌ប្រាក់ប្រភេទ9 11 8 11ឬក៏6 11អត់ចាបើសិនជាពិបាកមើលវីដេអូនេះសិនចាអូខេឥឡូវយើងមកជជែកគ្នាពីពណ៌ទាំងអស់នេះគឺជាប៉ាន់ថ្នាំសក់របស់យើងដែលហៅថាជួរ fashion color ជាប្រភេទពណ៌ពេញនិយមសម្រាប់សុភាពនារីឬក៏សុភាពបុរសដែលស្រឡាញ់ពណ៌ដិតច្បាស់ចាដូចជាមានទឹកប៊ិចស្រស់មានដូចជាតបៃព្រៃស្រស់មានតក្រូចស្រស់មានស្វាយស្រស់ចារួមទាំងពណ៌ធ្លាប់លាបពណ៌ហ្នឹងអ្នកទាំងអស់គ្នាធ្លាប់លាបទៅចេញដូចចិត្តអត់ហើយមួយទៀតតើអ្នកទាំងអស់គ្នាលាបបែបណាសម្រាប់អ្នកគ្រូផ្ទាល់ដើម្បីលាបពណ៌នេះបានយើងត្រូវការឃ្លាកម្រិត8ឃ្លាកម្រិត8បានលាបចេញ8ហ្នឹងមិនមែនយើងទៅធ្វើឲ្យចេញពណ៌តក្រូច8ទេចា8គឺ8ប្រភេទប្រើថ្នាំ03ដើមបូកនឹងថ្នាំលាងបានវាចេញដាច់គ្រាប់លឿងវាទៅជារាងសចារាងសមិនអាចលាបបានអញ្ចឹងដើម្បីបានពណ៌នេះយើងត្រូវការឃ្លាឲ្យចេញ8សិនអញ្ចឹងឃ្លា8យើងអាចលាបពណ៌នឹងបានពណ៌ទាំងអស់ហ្នឹងឃ្លាលាបចេញរឿងសំខាន់ប្រើមេពណ៌ប្រមាណក្រាមអ្នកអត់ដឹងប្រើមេពណ៌ដល់ទៅ20ក្រាមរឿងអីកាត់ឡើងវាចេញច្រើនកាន់តែលើសដោយសារតែសក់កម្រិត8ហីអត់អាចប្រើមេពណ៌ច្រើនបានទេជួរនេះយើងប្រើតែមេពណ៌ចំនួន10ក្រាមទេអត់ប្រើលើសទេហើយបើសិនជាលើសច្រើនបំផុត15ក្រាមតែពណ៌វាអត់ដូចអញ្ចឹងទេវាអាចលៀងទៅជាមុតខ្លាំងបើចង់បានប៉ុណ្ណឹងយើងប្រើតែ10ទេខ្ញុំលើកទឹកចិត្តអញ្ចឹងយើងត្រូវប្រើមិនបើសិនជាពណ៌សក់នេះមានដូចជា9 18 9តំណាងឲ្យយើងធ្វើល្បែង9បានចេញតែឆ្នាំយើងធ្វើ8បានហើយមិនដល់9ទេ1តំណាងប្រាក់8តំណាងទឹកប៊ិចអញ្ចឹងយើងប្រើមិនចាយើងប្រើ9 18នេះចាចំនួន90ក្រាមយើងប្រើ1ពណ៌ប្រាក់ចំនួន7ក្រាមយើងប្រើពណ៌8ពណ៌ប៊ិចចំនួន3ក្រាមយើងវិបំបែកបញ្ចូលគ្នាឲ្យសពអ្នកទាំងអស់គ្នាមើលទៅក្នុងសក់នោះគឺឃើញសក់នឹងចេញកម្រិត3គឺចេញប៉ុណ្នេះកម្រិត8ចេញប៉ុណ្នេះអញ្ចឹងហេតុអីបានចេញ8ចេញប៉ុណ្នេះអ្នកទាំងអស់គ្នាមើលជួរសក់នេះមើលមាន6 8បើសិនជាសក់នោះខ្មៅធម្មជាតិលាបអត់បានចេញប៉ុណ្ណឹងទេអញ្ចឹងយើងជ្រើសរើសសក់កម្រិត6មកលាបចេញប៉ុណ្នេះយើងរើសលេខ8មកលាបចេញប៉ុណ្នេះតោះនេះបងប្អូនចាឥឡូវយើងចូលទៅដល់ពណ៌មួយទៀតគឺ9 16 9 16នេះយើងនិយាយពីសក់កម្រិត6និង8លេខ3លាបអត់ចេញទេសូមបញ្ជាក់អញ្ចឹង9 16យើងប្រើចំនួន90យើងប្រើ1ប្រាក់ចំនួន7យើងប្រើពណ៌ស្វាយចាលេខ6នេះចំនួន3បុកមួយអូស៊ីលេខ3វាបំបែកបញ្ចូលគ្នាឲ្យសពចាយើងលាបនៅលើកងសក់ដែលមានលេខ6និងលេខ8ចាអ្នកទាំងអស់គ្នាក៏លេខមើលសក់នឹងចេញបែបណាចាបើប្រៀបដូចជាមួយប៉ាន់ចាគឺបេះបិទហ្មងតទៀតយើងលាបជាមួយនឹងពួក9 40ដោយជ្រើសសក់លេខ6និងលេខ8យើងយក9 40 90ក្រាមយើងបូកជាមួយនឹងលេខ43ចំនួន3ក្រាមយើងបូកពណ៌ក្រហមបញ្ចូល7ក្រាមវាបញ្ចូលគ្នាឲ្យសពយើងលាបលើសក់ទុក35នាទីជាមួយអូស៊ីលេខ3សក់លេខ6នឹងចេញដូចតែម្ដងសក់លេខ8ក៏ចេញដូចតែម្ដងដែរឥឡូវយើងមកមើលពណ៌មួយទៀតចានេះពណ៌9 12គឺយើងយក90ក្រាមរួចហើយយើងបូកជាមួយនឹងពណ៌ប្រាក់ចំនួន7ក្រាមលេខ2គឺជាពណ៌ស្លាយចំនួន7ក្រាមអូស៊ីលេខ3វាបំបែកបញ្ចូលគ្នាសពដោយជ្រើសរើសសក់លេខ6និងលេខ8លាបដោយរក្សាទុក35នាទីនោះសក់នឹងចេញដូចបេះដាក់តែម្ដងមានលេខ9 12មានលេខ6និងលេខ8ដូចគ្នាតែម្ដងឥឡូវយើងមកមើលប៉ាន់មួយទៀតគឺ62ចា62នេះគឺយើងលាយជាមួយនឹងលេខ22ចាគឺ022ពណ៌ស្លែចំនួន10ក្រាមដោយ6 22នេះគឺយើងប្រើចំនួន90ក្រាមអូស៊ីលេខ3វាបំបែកចូលគ្នាសោះលាបនៅលើសក់ដែលកម្រិតលេខ8និងលេខ6ទុក35នាទីឥឡូវយើងយកមកពិនិត្យមើលលើសរសៃសក់គឺចេញដូចប៉ាន់គំរូតែម្ដងមិនថាលេខ6ឬក៏លេខ8ទេយើងមកមើលលេខមួយទៀតហើយចាគឺលេខ8 2នេះជាប្រភេទបែកលឿងដូច្នេះយើងត្រូវលាយលឿងចំនួន7ក្រាមយើងលាយ2នេះចំនួន3ក្រាមហើយជ្រើសរើសសក់កម្រិតលេខ6និងលេខ8វាបំបែកគ្នាឲ្យសក់ជាមួយអូស៊ីលេខ3ប្រាប់ទុក35នាទីនឹងចេញដូចប៉ាន់នេះតែម្ដងឥឡូវយើងមកមើល722ចាដោយយើងជ្រើសរើស722នេះគឺយើង90យើងជ្រើសរើស022មេពណ៌ស្លែចំនួន10ក្រាម
អូស៊ីលេខ3វាបំបែកបញ្ចូលគ្នាសពជ្រើសរើសសក់កម្រិតលេខ6និងលេខ8ចាទុក30នាទីហើយលាងទឹកចេញមកអ្នកទាំងអស់គ្នានឹងឃើញដូចគំរូតែម្ដងមួយវិញទៀតយើងជ្រើសរើស8ពីបេដើមចាដោយប្រើ022ជាមេពណ៌ស្លាយចំនួន90 8ពីបេដើមចំនួន90អូស៊ីលេខ3វាបំបែកបញ្ចូលគ្នាសពលាបលើកង់សក់កម្រិតលេខ6និងលេខ8លទ្ធផលសក់ដូចតែម្ដងចារឿងដែលសំខាន់បានចូលមកដល់ហើយគឺពណ៌ប្រាក់យើងជ្រើសរើស9 11ចំនួន90យើងជ្រើសរើស011ជាមេពណ៌ប្រាក់ចំនួន10អូស៊ីលេខ3វាបំបែកបញ្ចូលគ្នាឲ្យសពយើងលាបលើលេខ6និងលេខ8នឹងចេញដូចប៉ាន់គំរូដូចអ្នកទាំងអស់គ្នាបានឃើញពណ៌បន្តទៀតគឺ8 11យើងលាបនៅលើសរសៃសក់ដោយយើងជ្រើសរើសពណ៌លេខ8 11 90 011 10អូស៊ីលេខ3វាបំបែកបញ្ចូលគ្នាលាបនៅលើកង់សក់ដែលមានលេខ6និងលេខ8សក់នឹងដូចប៉ាន់គំរូ6 11ចាយើងជ្រើសរើសជាមួយនឹង011 10 611 9អូស៊ីលេខ3វាបំបែកបញ្ចូលគ្នាលាបជាមួយនឹងសក់កម្រិតលេខ6និងលេខ8គឺដូចប៉ាន់តែម្ដងឥឡូវយើងដល់9 10គុតចា9 10គុតយើងជ្រើសរើសជាមួយ9 10គុតកៅបូកជាមួយនឹង011 10អូស៊ីលេខ3វាបំបែកបញ្ចូលគ្នាសក់លាបនៅលើកងសក់បាក់ទុក35នាទីសក់នឹងចេញដូចរូបប៉ាន់គំរូតែម្ដងចាសម្រាប់អ្នកទាំងអស់គ្នាបានពិនិត្យនឹងឃើញហើយសម្រាប់សក់ដែលយើងបានប្រើនៅលើកងសក់ឥឡូវនេះយើងធ្វើប្រតិបត្តិការទៅលើសក់មនុស្សតែម្ដងសក់របស់បងអូនស្រីគឺគាត់មកគឺគាត់លាបកន្លែងគេអត់ចេញគាត់មកដល់នោះគឺសក់គាត់មានសភាពគេហៅថាពណ៌ត្នោតគាត់គេលាងសក់គាត់ដល់លឿងហើយគេលាបពណ៌ប្រាក់អត់ចេញវាចេញត្នោតអញ្ចឹងអ្នកគ្រូជ្រើសរើសកក់សាប៊ូបាកោសិកាគាត់ជាមុនសិនបន្តមកទៀតផ្លុំឲ្យស្ងួត 80%អ្នកគ្រូជ្រើសរើសការលាបសេរ៉ូម Keratin NS សម្រាប់សក់ពណ៌8ដល់11លាបនៅលើសរសៃសក់គាត់ចាតែមុននឹងលាបហ្នឹងខ្ញុំលាបជែលការពារស្បែកក្បាលសិនចាលាបជែលហើយខ្ញុំលាបទុក35នាទី10នាទីហើយអត់លាងទឹកចេញទេគឺយើងយកម្សៅលាងចំនួន100ក្រាមអូស៊ីលេខ3ចំនួន80ក្រាមដាក់ម៉ូរ៉ូកូ complex ចំនួន10ដាក់ប្រូតេអ៊ីនចំនួន10វាបំបែកបញ្ចូលគ្នាលាបនៅលើសក់របស់គាត់ចាត្រឹមតែ45នាទីសក់ដល់កម្រិតដែរសក់ដល់កម្រិតហើយនាំអតិថិជនកក់សាប៊ូលាងសារជាតិគីមីចេញរួចហើយយើងអប់តាមធម្មតាអប់ហើយអស់ហើយយើងនាំអតិថិជនមកផ្លុំឲ្យស្ងួតរួចហើយយើងចាប់ផ្ដើមលាបគឺយើងជ្រើសរើសជាមួយនឹងថ្នាំលេខចា8 11រួចហើយបងប្អូនជ្រើសរើស011ចំនួន10ក្រាមអូស៊ីលេខ3វាបំបែកបញ្ចូលគ្នាឲ្យសព្វហើយលាបនៅលើសរសៃសក់ចាចំណុច A ជាមុនដោយសារតែសក់នោះយើងបានលាងហើយយើងអត់អាចជ្រើសរើសជាមួយនឹងកម្រិត B មុនទេយើងលាប A ហើយអស់ហើយបានយើងចាប់ផ្ដើមលាប B អត់ទុក35នាទី10នាទីហើយនាំអតិថិជនកក់សាប៊ូលាងសម្អាតសារជាតិគីមីបានស្អាតសក់ចេញពណ៌ប្រាក់តែអតិថិជនខ្ញុំគាត់ប្រាប់ថាគាត់ចូលចិត្តគៀបសក់ដោយសារតែសក់គាត់នឹងក្រេសក់ក្រេគាត់ចូលចិត្តគៀបក្តោបដូច្នេះគាត់ប្រាប់ថាបងធ្វើមិនឲ្យសក់ខ្ញុំជាប់បាន2 3ខែដូច្នេះខ្ញុំក៏ជ្រើសរើសសេរ៉ូម color treatment លាបទៅលើសក់របស់គាត់ជ្រើសរើសលេខ7លាបលើសក់របស់គាត់ប្រាប់ទុក35នាទី10នាទីលាងឲ្យបានស្អាតសក់ចេញលទ្ធផលបែបនេះអ្នកទាំងអស់គ្នាបានឃើញវីដេអូហើយសក់គឺស្អាតតែម្ដងចំណែកយើងខ្ញុំសង្ឃឹមថាវីដេអូនេះយកទៅប្រើការបានល្អបំផុតនៅសាឡនរបស់អ្នកទាំងអស់គ្នាកុំភ្លេចជួយ like និង share ដើម្បីទទួលបានវីដេអូថ្មីជាពិសេស comment ក្រោមវីដេអូនេះជាព័ត៌មានដល់នាងខ្ញុំដើម្បីអាចទទួលបានវីដេអូថ្មីតាមរយៈការ comment របស់អ្នកទាំងអស់គ្នាអរគុណសម្រាប់ការតាមដានទស្សនានិងគាំទ្រផលិតផលស្នាដៃដូចខ្មែរបាយ